សូមបញ្ជាក់ថាទឹកប្រាក់ដែលយើងទទួលបាននៅក្នុង ABA នេះគឺមាន 498000 កុំទាន់ហូរអត់អស់ទេ 498000 ប៉ុន្តែលុយខាងក្រៅនេះយើងទទួលបានលុយខ្មែរ 86000 និងដុល្លារ $600 អត់ទាន់អស់ទៀតចានៅក្នុងនេះក៏មានទឹកប្រាក់ដែរគឺចំនួន 12 លានរៀលស្មើនឹង $3000 ទៀតចាអញ្ចឹងបើសរុបទៅទឹកប្រាក់របស់យើងគឺវាលើសពី 500000 ទៀតម្ដងឥឡូវនេះហើយខ្ញុំចាប់អារម្មណ៍នៅការបរិច្ចាគរបស់គាត់បានសរសេរលើនេះគាត់សរសេរថាមូលនិធិ AMI BTS កម្ពុជាថាវិការសរុបចំនួន 12 លានរៀលបាយភ័យ BTS Cambodia Fan Page ខ្មែរជួយខ្មែរយើងនឹងឈ្នះអាកាពូចោលមកប្រទេសអូញ៉ាមកទៀតឯចាចំនួនប្រហែលចាជួយចាចំនួន 40000 រៀលទៀតចាថាតិចក្តីច្រើនក្តីឲ្យយើងបានចូលរួមពេលខ្លះបន្តិចតែយើងផ្សាយសំគ្នាវាថាជាចំនួនទឹកប្រាក់មួយដ៏ធំយើងអាចធ្វើរឿងល្អបានកាន់តែច្រើនម៉ោង11យប់ហើយអញ្ចឹងបងប្អូនដែលគាត់ថាដេកមិនលក់អូឃើញវីដេអូនេះថាចង់យកអាវ៉ាន់យកស្បៀងយកសម្ភារៈប្រើប្រាស់អីមកឲ្យពួកយើងចូលតាមរយៈពួកយើងអាចមកបានព្រោះថាយើងបើក24ម៉ោងតែម្ដងណាចាខាងនេះគឺជាមួយនឹងស្រីអត់ចូលផ្ទះសបាយទេមកស្មោះនេះចាពីព្រោះថានេះជាទឹកចិត្តស្នេហាជាតិរបស់គាត់ចាតាមពិតចង់ទៅតែគម្រាមតែស្អីមុខទៅបាក់ទៀតអត់មានអត់ទេនៅអាវ៉ាន់ខាងនេះគេរៀបចំខាងស្បៀងណារៀបចំស្បៀងអីចឹងទៅមានដូចជាសាច់ក្រកត្រីងៀតត្រីផាត់សាច់ផាត់អីចឹងទៅហើយខាងចុងភៅទៅថតស្រូមទៅចុងភៅខាងនោះចាផ្ទះខ្នោត3តាំងពីក្បាលល្ងាចមកដល់ឥឡូវហើយខាងនេះវិញខាងនេះគេរៀបចំខាងសម្ភារៈប្រើប្រាស់មានមុងពួយកតែខ្នោចតង់ខ្នាអោបកាម៉ាអីចឹងណា